ចាសួស្តីបងម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស្លាប់មន់ក្លុកម្ជូរស្រស់ក៏ដូចជាកាហ្វេភេសជ្ជៈគ្រប់មុខមួយចាដែលភ្ញៀវរបស់យើងគាត់បានកំងណាឥឡូវហ្នឹងគឺខាងយើងបានរៀបចំឲ្យរួចរាល់ 100% ហើយចាហើយទូកញ្ចក់របស់យើងគឺយើងប្រើជាប្រភេទទូ2ថ្នាក់3ប្រឡោះ2ទូបែបហ្នឹងតែម្ដងចាហើយបើនិយាយពីពណ៌របស់យើងវិញគឺកាន់តែប្លែកទៀតចាព្រោះអីរាល់ដងយើងបាញ់ជាមួយនឹងពណ៌ក្រហមពណ៌អីចឹងណាតែឥឡូវយើងដូរឲ្យចាបាញ់ពណ៌ទឹកពេជ្រម្ដងចាហើយនិយាយពីទូរបស់យើងវិញខាងមុខនេះគឺយើងដាក់ទ្វារហួយនឹងមកខាងក្រៅព្រោះដោយសារតែអ្នកម្ចាស់តេសហ្នឹងគឺគាត់តម្រូវឲ្យភ្ញៀវគាត់អ្នកបើកយកខ្លួនឯងអញ្ចឹងណាតោះឥឡូវយើងទៅមើលខាងក្រោយវិញម្ដងចាខ្ញុំថតនេះរៀងបច្ច្រាស់ឆ្វេងស្ដាំបន្តិចព្រោះដោយសារតែវាមិនភ្លៀងហើយចេះតែដើរគិតរហូតចាហើយខាងក្រោយនេះដែរយើងមានចក្រានអាំងសាច់ហើយក៏មានជើងចក្រានពងទាកូនមួយចាសម្រាប់កម្ដៅពងទាកូនកម្ដៅអីរបស់យើងអញ្ចឹងណាហើយអានេះខាងក្នុងក៏យើងមានប្រឡោះសម្រាប់ដាក់ធុងតកកបាន60លីត្រហើយក៏មាន space សម្រាប់ពេចខ្ចប់ដូចជាគ្រឿងម្ជូរឬក៏គ្រឿងស្លាប់មន់ក្លុកអីរបស់គាត់អញ្ចឹងណាទូកញ្ចក់របស់យើងគឺមានទ្វាររុញឆ្វេងស្ដាំបែបហ្នឹងចាហើយខាងលើក៏យើងមានតនើមានអីដាក់អីវ៉ាន់ដូចតែយើងរត់ដងអញ្ចឹងទេចាគាត់ថាវារៀងប្លែកពណ៌ហើយនឹងទូកញ្ចក់របស់យើងអ្នកខ្លះគាត់ប្រើជាប្រភេទទូ2អ្នកខ្លះគាត់ក៏ប្រើជាប្រភេទទូ1អីចឹងណាឥឡូវវីដេអូនេះយើងក៏មានតែប៉ុណ្្នឹងទេចាក៏អរគុណច្រើនសម្រាប់ការជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ